បាទជំរាបសួរដល់បងប្អូនថ្ងៃនេះមិនខុសពីរាល់ថ្ងៃទេខ្ញុំតែងតែចេញដំណើរពីផ្ទះទៅធ្វើការព្រោះកន្លែងការងារខ្ញុំគឺចុះតំបន់ដែលខ្ញុំប្រតិបត្តិការអញ្ចឹងនៅតាមដងផ្លូវមួយចំនួនគឺខ្ញុំតែងតែឃើញការចោលសម្រាមរបស់បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូចគាត់នៅតែធ្វើការចោលសម្រាមនៅតាមដងផ្លូវប៉ុន្តែការចោលសម្រាមនៅតាមដងផ្លូវគឺប៉ះពាល់ទៅដល់បរិស្ថានរបស់ប្រទេសជាតិយើងអញ្ចឹងខ្ញុំសូមសនំពរទៅដល់បងប្អូនមួយចំនួនតូចដែលគាត់ចូលចិត្តចោលសម្រាមនៅតាមដងផ្លូវមិនថាជាបឹងមិនថាជាប្រឡាយអីនោះទេអញ្ចឹងគាត់គួរតែបញ្ឈប់ការចោលសម្រាមនោះទៅព្រោះយើងចូលរួមថែរក្សាបរិស្ថានប្រទេសជាតិយើងទាំងអស់គ្នាដើម្បីឲ្យប្រទេសជាតិយើងទទួលបានបរិស្ថានស្អាតនិងមានសុខភាពល្អអញ្ចឹងជាចុងក្រោយខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នាទទួលបានសុខភាពល្អទទួលបានការធ្វើដំណើរដោយមានសុវត្ថិភាពជានិច្ចនិងជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារអរគុណបាទជំរាបសួរដល់បងប្អូនថ្ងៃនេះមិនខុសពីរាល់ថ្ងៃទេខ្ញុំតែងតែចេញដំណើរពីផ្ទះទៅធ្វើការព្រោះកន្លែងការងារខ្ញុំគឺចុះតំបន់ដែលខ្ញុំប្រតិបត្តិការអញ្ចឹងនៅតាមដងផ្លូវមួយចំនួនគឺខ្ញុំតែងតែឃើញការចោលសម្រាមរបស់បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូចគាត់នៅតែធ្វើការចោលសម្រាមនៅតាមដងផ្លូវប៉ុន្តែការចោលសម្រាមនៅតាមដងផ្លូវគឺប៉ះពាល់ទៅដល់បរិស្ថានរបស់ប្រទេសជាតិយើងអញ្ចឹងខ្ញុំសូមសនំពរទៅដល់បងប្អូនមួយចំនួនតូចដែលគាត់ចូលចិត្តចោលសម្រាមនៅតាមដងផ្លូវមិនថាជាបឹងមិនថាជាប្រឡាយអីនោះទេអញ្ចឹងគាត់គួរតែបញ្ឈប់ការចោលសម្រាមនោះទៅព្រោះយើងចូលរួមថែរក្សាបរិស្ថានប្រទេសជាតិយើងទាំងអស់គ្នាដើម្បីឲ្យប្រទេសជាតិយើងទទួលបានបរិស្ថានស្អាតនិងមានសុខភាពល្អអញ្ចឹងជាចុងក្រោយខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នាទទួលបានសុខភាពល្អទទួលបានការធ្វើដំណើរដោយមានសុវត្ថិភាពជានិច្ចនិងជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារអរគុណ